ពេលយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះវិន័យមាន13ភាគយើងនឹងឃើញភាគទី1រហូតដល់ភាគទី13បើកឡើងពេលយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះសតន64ភាគយើងនឹងឃើញភាគទី14រហូតដល់ភាគទី77បើកឡើងពេលយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះអភិធម្មមាន33ភាគយើងនឹងឃើញភាគទី78រហូតដល់ភាគទី110បើកឡើង